ខ្ញុំបាននឹងសម្ដែងដើម្បីបញ្ជាក់ចែកជូនញាតិញោមទាំងអស់ឲ្យបានជ្រាបថារឿងលួចនៅទ្រព្យដោយអត្តនេទាននឹងមានទោសៈជាមូលនឹងវាមានផលនៅក្នុងគម្ពីរធម្មបទលោកមានសម្ដែងអំពីអជាគរៈប្រែតសម័យកាលមួយនោះព្រះអង្គទ្រង់គង់នៅក្នុងវេលវ័នវត្តវេលវ័នណាទៀតនៅនាក្រុងរាជក្រឹសហើយកាលនោះឯងព្រះថេរៈពីរព្រះអង្គគឺព្រះមហាមោគលានដែលជាអគ្គសាវកខាងឆ្វេងនិងព្រះលក្ខណថេរៈជាបច្ឆាសាមណៈនៅខាងក្រោយព្រះមោគលានលោកធ្វើដំណើរចុះអំពីភ្នំកេជកោតភ្នំកេជកោតហ្នឹងនៅក្នុងក្រុងរាជក្រឹសហើយមានទីឋានមួយសម្រាប់បព្វជិតគង់នៅកំពូលភ្នំរាជភ្នំកេជកោតហ្នឹងណាហើយលោកចុះមកអញ្ចឹងព្រះមោគលានថេរៈលោកមានចក្ខុទិព្វលោកបានឃើញប្រែតមួយធំនៅនឹងជើងភ្នំកេជកោតណាទៀតភ្នែកធម្មតាមើលអត់ឃើញទេប្រែតនឹងតលតែចក្ខុទិព្វដែលកើតឡើងដោយអភិញ្ញាចិត្តអភិញ្ញាចិត្តនឹងគឺជាចិត្តរបស់អ្នកដែលបានឈានសមាបត្តិចឹងទៅលោកបានឃើញលោកញញឹមហ្នឹងលោកឃើញប្រែតហ្នឹងវាមានសន្តានធំណាស់ទៀតប្រែតហ្នឹងឈ្មោះថាអជាគរៈប្រែតហ្នឹងមានប្រវែងប្រមាណជា25យោជន៍ហើយមួយយោជន៍វែងទេណាមួយយោជន៍16គីឡូហើយប្រែតហ្នឹងឡើងធំ25យោជន៍អញ្ចឹងវែងណាស់វាមានក្បាលកន្ទុយអីដូចជាសត្វពស់អញ្ចឹងហើយមានភ្លើងឆេះចេញអំពីក្បាលឆេះចេញអំពីក្បាលរៀលដល់កន្ទុយភ្លើងហ្នឹងណាឆេះចេញអំពីក្បាលឆេះឈូទៅកន្ទុយទៅហើយឆេះអំពីកន្ទុយហ្នឹងរៀលទៅដល់ក្បាលវិញហើយឆេះទាំងសងខាងពេលដែលភ្លើងឆេះអំពីកន្ទុយនិងភ្លើងឆេះអំពីក្បាលហ្នឹងរៀលទៅកណ្ដាលទៅវាធ្វើឲ្យសំណុំកណ្ដាលដែលភ្លើងទាំងពីរប៉ះគ្នាហ្នឹងវាតាំងឡើងឆេះខ្លាំងហើយអជាគរៈប្រែតនឹងស្រែកខ្លាំងណាស់ទៀតស្រែកត្រហោយំក្តៅអន្ទះសាហ្នឹងប៉ុន្តែកិច្ចតាណាអត់រួចទេទៀតណាភ្លើងដែលកើតអំពីកម្មដែលអជាគរៈប្រែតនឹងបានធ្វើសំបីប្រកាច់ដនាលយ៉ាងណាក៏អត់ផុតអំពីភ្លើងឆេះនឹងដែរលហើយក៏មានតែការស្រែកត្រហោយំហើយព្រះមហាមោគលានលោកឃើញយ៉ាងហើយលោកញញឹមបានព្រះលក្ខណថេរៈលោកសួរថាបបិទ្ធលោកម្ចាស់ញញឹមមានហេតុអីទៅបានព្រះមហាមោគលានលោកមិនទាន់ព្យាករនៅបញ្ហាហ្នឹងឯងលោកថាអវសោលក្ខណថេចាំយើងទៅដល់ចំពោះមុខព្រះភ័ក្ត្រនៃព្រះសាស្តាចាំអវសោសួរខ្ញុំព្រះករុណាចុះខ្ញុំប្រកាសណានឹងឆ្លើយបានចេញអំពីភ្នំកេជកោតនឹងមកដល់ក្រុងរាជក្រឹសបណ្ឌបាតអីហើយក្នុងវេលាក្រោយផតណាទៀតក៏ចូលទៅគាល់ព្រះសាស្តាព្រះអង្គទ្រង់គង់នៅនាវេលវ័នទៅដល់ក៏ព្រះលក្ខណថេសួរព្រះមហាមោគលានលោកម្ចាស់ថាចាំមកដល់ចំពោះមុខព្រះភ័ក្ត្រព្រះសាស្តាចាំឲ្យខ្ញុំប្រកាសណាសាកសួរតើហេតុភេទនឹងដូចម្ដេចទៅលោកម្ចាស់
បានប្រធេរៈលោកឆ្លើយថាមនាលអោសោលក្ខណៈថេខ្ញុំបកណាបានឃើញនៅប្រែតមួយប្រវែងប្រមាណជា25យោជន៍មានភ្លើងឆេះអំពីក្បាលរៀលអកន្ទុយអំពីកន្ទុយរៀលទៅដល់ក្បាលខ្ញុំមិនដែលបានឃើញភ្លើងអីត្រូវបញ្ឆេះសត្វធំយ៉ាងនេះទេខ្ញុំឃើញអញ្ចឹងបានជាខ្ញុំបកណានឹងញញឹមបានក្នុងកាលនោះឯងនេះទៀតព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គក៏ទ្រង់គង់នៅកន្លែងនឹងដែរព្រះអង្គទ្រង់ញញឹមហើយក៏ព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយពិតមែនហើយមកកលៀនគឺបានឃើញនៅប្រែតនឹងយ៉ាងពិតប្រកបណាស់សូម្បីយើងនឹងក៏បានឃើញនៅប្រែតនឹងដែរព្រះអង្គត្រាស់ថាសូម្បីតថាគតនឹងក៏បានឃើញនៅប្រែតនឹងដែរតាំងអំពីតថាគតបានត្រាស់ដឹងដំបូងមកម្លេះគឺព្រះអង្គបានត្រាស់ដឹងដំបូងព្រះអង្គប្រមាលមើលនៅសត្វលោកទេណាព្រះអង្គបានឃើញនៅអជាករៈប្រែតនឹងប៉ុន្តែព្រះអង្គមិនដែលសម្ដែងទេព្រះអង្គត្រាស់ថាតថាគតមិនដែលសម្ដែងទេព្រោះអត់មានបុគ្គលណាបានឃើញជាសាក្សីឲ្យបាន2នាក់ជាមួយនឹងតថាគតឥឡូវនេះមកកលៀនជាសាក្សីបានឃើញ1នាក់ហើយអញ្ចឹងសំគួរដល់ការសម្ដែងព្រះអង្គត្រាស់ថាបើអត់មានសាក្សីសម្ដែងទៅមនុស្សទាំងឡាយអត់ជឿណាទៀតអត់ជឿអញ្ចឹងវានាំទៅជាទោសអ្នកដែលមិនជឿព្រះសម្មាសម្ពុទ្ធណាវាអាចកើតទោសនឹងព្រោះព្រះពុទ្ធដីកាគឺជាពាក្យពិតឥតភូតផលកុហកបោកប្រាស់អីទេហើយអ្នកណាមិនជឿមូលបង្កើតchoព្រះអង្គចេះតែថាអីហ្នឹងបាបធ្ងន់ណាស់ទេណាអញ្ចឹងបានជាព្រះអង្គមិនសម្ដែងព្រះអង្គត្រាស់ថាបានមកកលៀននេះឯងជាសាក្សីតថាគតនឹងសម្ដែងបានភិក្ខុទាំងឡាយអរតនេព្រះអង្គទៅព្រះអង្គសម្ដែងនៅអតីតកម្មរបស់ប្រែតនឹងណាទៀតបានព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយក្នុងអតីតកាលគឺការកន្លងមកទេណានីចំនួននៃព្រះអរហន្តសម្មាសម្ពុទ្ធទ្រង់ព្រះនាមថាកសបៈទុសពលគឺរាប់អំពីព្រះពុទ្ធអង្គយើងទៅក្នុងមួយកាប់ហ្នឹងមានបានត្រាស់ដឹង4ព្រះអង្គហើយព្រះអង្គទី1គឺព្រះអង្គកកុសន្ធោទី2គឺកោណាកមនោ ទី3គឺព្រះកសបៈទុសពលណាទៀតហើយបានទី4បានព្រះសមណគោតមបរមគ្រូនៃយើងអញ្ចឹងប្រែតនឹងបានសាងនៅកម្មនឹងក្នុងចំនួននៃព្រះសម្មាសម្ពុទ្ធកសបៈយូរហើយទៀតណាចំនួនពីព្រះពុទ្ធមួយអង្គទៅមួយអង្គវែងឆ្ងាយណាស់នឹងហើយព្រះអង្គត្រាស់ថាក្នុងសម័យកាលនោះគឺសេដ្ឋីដែលជាឧបដ្ឋៈនៃព្រះសម្មាសម្ពុទ្ធអ្នកដែលសាងវិហារថ្វាយព្រះសម្មាសម្ពុទ្ធទេណាឈ្មោះថាសុមង្គលសេដ្ឋីសុមង្គលសេដ្ឋីនឹងបានសាងវិហារមួយធំទំហំប្រមាណជា20ឧសភៈហើយ20ឧសភៈហ្នឹងវា1ឧសភៈស្មើនឹង140ហត្ថនឹងហើយ140ហត្ថនឹង20ដងទៅបានប៉ុនវិហារហ្នឹងហើយវិហារដែលសុមង្គលសេដ្ឋីសាងថ្វាយព្រះសម្មាសម្ពុទ្ធកសបៈទេណាហ្នឹងហ
ហើយក្នុងសម័យនោះឯងលោកសេដ្ឋីបានចេញនៅវេលាព្រឹកប្រហៀមថ្ងៃមួយចេញអំពីនគរទៅកាន់វត្តប្រតំណែងជាឧបដ្ឋៈនៃព្រះសម្មាសម្ពុទ្ធដូចជាលោកអនាថបនិកសេដ្ឋីហ្នឹងគឺតែងតែទៅវត្តរឿយមួយថ្ងៃ2 ដងខ្លះ3 ដងខ្លះមិនដែលខានទេហើយព្រឹកម្ដងទៅថ្ងៃល្ងាចម្ដងទៅឬក៏ថ្ងៃត្រង់ម្ដងទៅលោកទៅស្ដាប់ឱវាទនៃព្រះសម្មាសម្ពុទ្ធទេណាមិនកំណត់កាលទេប៉ុន្តែទៅញឹកព្រឹកថ្ងៃត្រង់រសៀលល្ងាចអីចឹងទៅហើយលោកសម្ដែងថាសុមង្គលសេដ្ឋីនឹងបានចេញអំពីផ្ទះអញ្ចឹងមកដល់តាមផ្លូវជួបនឹងកូនខ្ទមមួយកូនខ្ទមនឹងនៅតាមផ្លូវនៅនឹងវាលស្រែណាទៀតហើយមានចៅម្នាក់វាដេកនឹងនៅក្នុងខ្ទមចាស់ហ្នឹងយកសម្ពុតនឹងរុំមុខចិត្តសល់តែចុងជើងបន្តិចបានលោកសេដ្ឋីហ្នឹងគាត់ដើរកាត់នឹងទៅគាត់សម្លឹងមើលទៅអត់ឃើញខ្លួនអីទេឃើញតែជើងប្រឡាក់ភក់ហ្នឹងចឹងទៅគាត់ថាមនុស្សនេះមានជើងប្រឡាក់ភក់ពិតជាអ្នកដើររកស៊ីយប់ហើយគាត់ថាអញ្ចឹងណាទៀតអញ្ចឹងទៅចោលហ្នឹងវាមិនដេកលក់ឯណាវាស្ដាប់សំឡេងនឹងបានវាថាអ្នកណាថាយើងនឹងជាអ្នកដើររកស៊ីយប់ធម្មតាអ្នករកស៊ីយប់ហ្នឹងគឺសំដៅដល់ពពួកចោលហ្នឹងមានគោចរៈនៅពេលយប់ទេណានឹងចូលចិត្តលួចនៅពេលយប់អញ្ចឹងទៅវាអន់ចិត្តយើងចោលហើយគេថាឯងចោលទេវាអន់ចិត្តទេណាតាមពិតមនុស្សម្នាក់ធ្វើអំពើអាក្រក់មិនចង់ឲ្យគេថាអាក្រក់ទេចង់ឲ្យគេសរសើរថាជាបណ្ឌិតអីនោះនឹងចោលហ្នឹងក៏ដូចគ្នាដែរខ្លួនជាចោលហើយក៏មិនចង់ឲ្យគេហៅចោលដែរវាអាក្រក់ណាស់ពាក្យហ្នឹងនោះប៉ុន្តែនៅតែធ្វើចោលហ្នឹងគាត់បើកសម្ពុតដែលរុំនឹងមុខហ្នឹងមកកលេចមើលទៅឃើញលោកសេដ្ឋីងោកក្បាលថាមិនអីទេយើងនឹងដឹងនៅកម្មដែលយើងត្រូវធ្វើញាតិញោមទាំងអស់គ្នាចោលហ្នឹងគាត់ខឹងអន់ចិត្តជាមួយនឹងសម្ដីរបស់លោកសេដ្ឋីដែលថាខ្លួនជាចោលណាទៀតអន់ចិត្តខ្លាំងណាស់ហើយយើងនឹងធ្វើឲ្យលោកសេដ្ឋីនេះហិនហោចទ្រព្យសម្បត្តិហើយក៏ចាប់ផ្ដើមតាំងអំពីថ្ងៃហ្នឹងលោកសេដ្ឋីក៏ទៅវត្តអីហ្នឹងទៅដុតស្រែលោកសេដ្ឋីញាតិញោមស្រែដែលស្រូវទុំណាដុតទាំងអស់ហ្នឹងថាឲ្យលោកសេដ្ឋីហ្នឹងក្តៅក្រហាយទៅថាឲ្យយើងអ្នកដែលរកស៊ីយប់ដុតស្រែហ្នឹងម្ដងក៏លោកសេដ្ឋីមិនលំបាកចិត្តដុត2 ដងក៏មិនលំបាកចិត្តព្រោះលោកសេដ្ឋីគាត់ជាព្រះអរិយបុគ្គលហើយគាត់មានធម៌ជាទីពឹងទេណាអត់មានខឹងក្រោធអីទេដុត2 ដង3 ដងរហូតដល់ដុតស្រែដែលស្រូវទុំហ្នឹងឆេះអស់7 ដងហ្នឹងក៏លោកសិទ្ធិមិនទៅក្តៅក្រហាយអីជាមួយនឹងអំពើរបស់ចៅហ្នឹងនៅទៅវត្តអារាមធម្មតាមានសេចក្តីសុខផ្សេងផ្សានទៅតាមផ្លូវចិត្តចៅហ្នឹងឃើញលោកសិទ្ធិហ្នឹងមិនលំបាកចិត្តអញ្ចឹងណាទៀតវាបែរជាខ្លួនឯងលំបាកឲ្យធ្វើឲ្យគេមិនលំបាកខ្លួនឯងវាលំបាកតែធ្វើហ្នឹងមានបំណងដើម្បីឲ្យលំបាកទេណាដល់តែមិនគេមិនលំបាកអញ្ចឹងវាមកខ្លួនឯងទៅវិញចឹងក៏មានបំណងដើម្បីនឹងទៅកាប់ជើងគោលោកសិទ្ធិលោកសិទ្ធិសម័យនោះមានគោទៀតមានគោច្រើនហើយមិនទៅលួចគោអីយកមកសម្លាប់យកសាច់បរិភោគអីទេអត់ទេ
ទៅកាប់ជើងគោឲ្យដាច់នៅក្នុងក្រោលហើយគោមួយសិតតែអត់ជើងដេកស្ពីងពេញតែក្រោលណាទៀតហ្នឹងហើយគាត់ទៅធ្វើអំពើហ្នឹង7 ដងហើយលោកសេដ្ឋីលំបាកចិត្តប្រកបហ្នឹងវាចង្អៀតចិត្តណាដែលទៅកាប់ជើងគោហ្នឹងកាប់ឲ្យទលាយចិត្តណាទៀតណាដើម្បីឲ្យឈប់លំបាកចិត្តទៅហើយដល់ទៅឃើញលោកសេដ្ឋីហ្នឹងមិនលំបាកចិត្តអញ្ចឹងវាបែរជារឹតតែចង្អៀតថែមក្នុងគោលបំណងខាងដើមមកថាកាត់ហ្នឹងឲ្យវាទលាយចិត្តខ្លួនឯងឲ្យវាធូរទ្រូងហើយតែបានកាត់ហើយអត់មានធូរទ្រង់អីវារឹងរឹតតែចង្អៀតអកុសលវាអញ្ចឹងណាទេណាជាបច្ច័យឲ្យចង្អៀតឡើងរហូតដល់ស្លាប់ខ្លួនក៏មាននឹងអកុសលទេណានឹងខ្ញុំបានសម្ដែងអំពីអតីតកម្មរបស់អជាករៈប្រែតដែលមានប្រវែង25 យោជន៍ភ្លើងឆេះទាំងអំពីកន្ទុយដល់ក្បាលពីក្បាលអស់កន្ទុយហ្នឹងវាធ្វើកម្មអញ្ចឹងណាទៀតហើយសម័យតមកទៀតមកធ្វើឲ្យលោកសេដ្ឋីនឹងអត់លំបាកចិត្តសោះនឹងតែធ្វើនឹងក្នុងគោលបំណងថាឲ្យលំបាកចិត្តឲ្យណានៃទៅបែរជាអត់ទៅវិញហើយដល់ទៅអញ្ចឹងសម័យក្រោយទៀតមកក្តៅក្រហាយចិត្តខ្លួនឯងទៅដុតផ្ទះលោកសេដ្ឋីទៀតហើយធម្មតាលោកសេដ្ឋីមិនមែនមានផ្ទះតែមួយទេផ្ទះច្រើនអញ្ចឹងទៅដុតផ្ទះហ្នឹង7 ដងដែរនឹងដុតឆេះផ្ទះមួយហើយក៏ដុតមួយទៀតឃើញលោកសេដ្ឋីមិនលំបាកចិត្តក៏ដុតមួយទៀតដុតរហូតដល់7 កន្លែងទៀតដុតអស់អញ្ចឹងទៅក៏លោកសេដ្ឋីនៅធ្វើតែបង្ងើយអត់មានប្តឹងព្រះរាជាទៅសងសឹកអីឬក៏ដើម្បីចាប់ចោលហ្នឹងក៏ទេដែរនឹងអញ្ចឹងបានថាសន្តាននៃចិត្តដែលបានអប់រំល្អហើយគឺមិនដើម្បីនឹងខឹងក្រោធងាយទេសំបីត្រូវមានរឿងធំយ៉ាងណាក៏ដោយក៏អត់ងាយខឹងដែរណាទៀតនឹងហើយឥឡូវយើងប្រៀបធៀបមើលជាមួយចិត្តលោកសេដ្ឋីជាមួយនឹងចិត្តញាតិញោមណាទៀតណាខុសគ្នាច្រើនទេគ្រាន់តែឆ្មាលួចត្រីអាងនឹងខឹងឆ្មាចង់សវាច់កឆ្មាងាប់ដែរហ្នឹងត្រីអាងមួយល្មមទេណាឬក៏វត្ថុអីដែលប្រុងចោលទៅហើយប៉ុន្តែគេលួចក៏ខឹងដែរអាប្រុងចោលហើយហ្នឹងណាបាទហ្នឹងបានថាយើងមិនលួចទ្រព្យគេល្អហើយប៉ុន្តែបើគេលួចទ្រព្យយើងណាទេណាក៏រៀននៅការមិនខឹងក្រោធនេះដាក់ពីលើនឹងមួយទៀតមកគេជ្រុលជាយកទៅហើយនោះពិចារណាថាមកអំពីយើងនឹងធ្លាប់លួចគេដែរបានជាគេលួចយើងណាទៀតបាទញាតិញោមអត់ធ្លាប់លួចរបស់គេមានអ្នកណាមកយករបស់យើងញាតិញោមដែរបាត់របស់អីទេបាទអញ្ចឹងបានន័យថាញាតិញោមនឹងធ្លាប់លួចគេដែរព្រោះដែលបាត់បើសិនជាអត់ចេះបាត់អីអាហ្នឹងមិនសូវបានធ្វើអត្តនីទានទេហ្នឹងពិតជាញាតិញោមទាំងអស់ហ្នឹងបានធ្វើកម្មហ្នឹងហើយបានជាបាត់របស់របរហ្នឹងអញ្ចឹងបានជានៅក្នុងធម៌សម្រាប់លះទោសៈណាព្រះអង្គទ្រង់ត្រាស់សម្ដែងថាកម្មសកតាបច្ចវេខណាគឺពិចារណាថាសត្វហ្នឹងមានកម្មជារបស់ខ្លួនសត្វហ្នឹងអ្នកណាខ្លះទាំងអំពីយើងទៅណាទៀតនឹងយើងហ្នឹងក៏មានកម្មជារបស់ខ្លួនដែរនៅពេលដែលយើងមានការវិនិច្ឆ័យនៅទ្រព្យនៅសម្បត្តិហ្នឹងវិនិច្ឆ័យហ្នឹងសុទ្ធតែមានហេតុបច្ច័យនាំឲ្យវិនិច្ឆ័យណាទៀតវាមិនមែនសុទ្ធតែវិនិច្ឆ័យឯងទេសុទ្ធសឹងតែជាអំពើកម្មដែលយើងបានសន្សំទុកក្នុងវដ្តសង្សារទាំងអស់នឹងមិនមែនកើតឡើងដោយឯងទេនឹងអញ្ចឹងបើយើងចេះតែខឹងក្រោធទៅខឹងទៅវាអត់ប្រយោជន៍ទេទៀតវត្ថុក៏បាត់អាទោសនៃសេចក្តីខឹងក្រោធនាំទៅកាន់នរកហ្នឹងក៏វារឹងរឹតតែច្រើនអញ្ចឹងចំណុចសំខាន់នៅក្នុងសេចក្តីនេះគឺយើងត្រូវពិចារណាថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនយើងធ្លាប់សម្លាប់គេបានជាគេមកបៀតបៀនយើងធ្លាប់លួចគេបានជាទ្រព្យសម្បត្តិយើងរកទៅចេះតែខាតរកទៅចេះតែចាញ់បោកគេឬក៏មានអ្នកណាមកលួចបាត់ទៅនឹងឬក៏ទុកមិនដឹងមក
đằng mục đằng mọt đó có bạt bạt tơ nó mới bây giờ nó lọt bao pra kê nó thế nè nâng cầm on chật ấy thò nâng vi chỉ riêng thò mà đá nòng vọt sang xa tê là dương ban thành xăm cần lòng mò hay được nòng riêng chia kẻ đẹp pride mình to từ nấy cứ lúc sầm đại thà pride nâng đà tự đốt tia có đau đốt sờ nòng sài rồi bao lúc sẽ thấy nó có đau cặp chân cô có đau tại với anh chẳng mò pi bỏ đó nâng nó tiền á đau có hai chật để thà từ cặp chân cô nó ai bị tự lia chật ai bị sài ai bị thu trùng còn tay mình ban chỉ thu tê nhận nhộm mặt bàn thu tê rừng rất tại tăng lang nâng nâng bàn thà tô sẽ chật nâng căn tại đợt nơi sẵn an để chật ở bỏ đó nâng khlang lang trắng nom ai bỏ đó nâng rừng rất tại đau có hai phượng ẩm pơ cam lên đằng mục đằng mọt đằng o ai tại bàn chất nâng thu hay bần to từ bỏ đó nâng có bàn phơ nơi ẩm pơ cam đời tra bần to tiệt đôi bàn khơi lục sẽ thầy nâng mình lục bạ chất mình ruồi như riêng được lòng ca thơ bon thơ tiền chẳng có miên cụm nất răng rất tai biệt biên lục sẽ thầy hãy trong xua thà đài trao nâng tử lụi đột tiền lục sẽ thầy đột sài cặp trường cô lục sẽ thầy chẳng sật sân ta chỉ cà lùi nâng miền lộp hẹ chỉ mũ rư có tổ xạ chỉ mũ hiện nhóm bà cứ miền tổ xạ chỉ mũ nâng miền tổ xạ chỉ mũ là thế đó rồi lùi đầy ca khăn crowd nâng đấy ngày crowd tiệt bao chào nâng ấp đăng thật phơ là bệnh dạng mách ơi lúc sẽ thấy những lộp bạ chất kịch thà bất chỉ miên nơi vật thụ na môi đai chỉ ti sờ lanh như là bao lúc sẽ thấy nắng khăng chiêng là bao tiền lái bùng khàn lai nâng sờ lanh chiêng là bao niên ní rồi đó bất chỉ miên bùng khàn lai chẳng có trâu từ chật tiền lúc sẽ thấy nắng xạ xua nè bầm ra không thể lúc sẽ thay thôi chỉ sát na lấy hái của số thà nè lúc sẽ thay nó sập đòn nó còn sờ lanh ấy khăng chiên kế bà đăng thà lúc sẽ thay nó sờ lanh nơi vật thổ ná ăn để thà tới bầm phai nơi vật thổ nó hết nữa nè bầm ra đang prap thà vật thổ tiền lai để lúc sẽ thay sờ lanh mình miên tai bẹt con thẹt cọt rồi bỏ bẹt sầm ma sam put đại lục sẽ thấy sang khoai bẹt óng ấy bàn lục sẽ thấy những sờ lanh chiêng tia chiêng sài chiêng cô chiêng trọ sầm bát đằng ó rồi lục sẽ thấy những tơ miên ca thai để xa cọt nâng rơi chào nâng kịch hà ta phần đắng bàn thì ra kịch nông chất đó thế đó tự đột bẹt con thật cọt rồi bỏ bẹt sầm ma sam put tiệt chẳng là tiền ổ bạn này sai nay của sao lăng việt đào prom khăng về tới đó vì che tay thưa ai đừng không prang thưa ở bàn trà mình đăng tha của sao nắng nòm móc nơi sự đầy tốc nơi khẳng một tê nâng mỏm pi ấy thế nào cứ mỏm pi vị chia cứ sự đây là ngon sát lô ca đai mình ban đạp thô mình ban pichara thô mình ban riêng thô mình ban sạp cục sạp bờ đó mà là hai cỏ miên để ca thưa nó ẩm pơ tôi trở đặt đang tràn láng mình miên pê xoàng tê lồng lộ tai được nông của sao là cam nâng mình chơi ai được nông ẩm pơ đại chỉ của sao nhận nhôm sạp mơ từ vừa ẩm pơ cam chỉ mỗi lúc sẽ thấy nó tiện con để lúc sẽ thấy có thà mình lúc đa đó si vô phần đắng cho khiết chỉ mỗi lúc sẽ thấy cha nè nâng
cặp trường cô đứt sài đứt tết mình o chết đấy trong tự biệt biến đó tại sao mà sàm bột tiết nâng của sao vì mình chết lại nở rỗi thế nè to tại đau nở rỗiសូមអនុមោទនាស្រាប់នៅព្រះធម៌ជាបន្តទៀតណាសព្វទានាងធម្មទានាងជានិតេធម្មទានឈ្នះអស់ទានទាំងពួងសូមអនុមោទនារឿងអជាករៈប្រែតដែលញាតិញោមទាំងអស់បានត្រង់ត្រាប់ស្ដាប់ដោយសេចក្តីគោរពនិងមានការយល់ចូលចិត្តដែលអជាករៈប្រែតដែលជាប្រែតមួយមាននៅសេចក្តីຕົកនៅនីជើងភ្នំកេះចកោតប្រវែង25យោជត្រូវភ្លើងឆេះរាល់ថ្ងៃរាល់ពេលវេលាឥតមានពេលស្រាក់ស្រានគិតតែពីក្តៅហ្នឹងមកអំពីការនោះជាបរោះបានដុតស្រែលោកសិទ្ធិបានកាប់ជើងគោលោកសិទ្ធិបានដុតផ្ទះលោកសិទ្ធិប៉ុណ្ណឹងហើយមិនអស់ចិត្តទៀតណាទៀតណានឹងមិនអស់ចិត្តទេសួរអ្នកបម្រើទៅថាលោកសិទ្ធិស្រឡាញ់អីជាងគេព្រោះអាកំតិចកន្លងមកហ្នឹងមិនដែលឃើញលោកសិទ្ធិលំបាកចិត្តសោះមកក្រៀមក្រំសពបសពូនអីអត់សោះណាទៀតអញ្ចឹងធ្វើឲ្យលោកសិទ្ធិហ្នឹងសពបសពូនម្ដងនឹងរបាយធ្វើហ្នឹងបានអ្នកបម្រើថាមានតែគន់តែកត់របស់ព្រះសម្មាសម្ពុទ្ធទេដែលលោកសិទ្ធិនឹងសាងថ្វាយគឺលោកសិទ្ធិហ្នឹងស្រឡាញ់ជាងវត្ថុទាំងអស់នៅក្នុងផ្ទះចឹងចៅហ្នឹងបានដៃទៅកំតិចកណ្ដកត់នឹងទៀតនៅវេលាថ្ងៃមួយពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គស្ដេចយាងទៅបិណ្ឌបាតនឹងលោកសិទ្ធិក៏បាននៅផ្ទះមិនទាន់បានទៅអារាមព្រះអង្គស្ដេចយាងទៅបិណ្ឌបាតវាសល់ចន្លោះហ្នឹងអត់មានអ្នកណាបានឃើញចៅហ្នឹងបានចូលទៅក្នុងអារាមទៅដល់យកដំបងមួយមកវាយផើងផ្កាដែលគេតាំងតុកនៅមុខព្រះកណ្ដកត់ហ្នឹងហើយឈ្មោះថាកណ្ដកត់ហ្នឹងប្រែថាកត់ក៏អូបណាទៀតនឹងកត់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅហ្នឹងគឺមានភាពក្រអូបជានិច្ចដោយមនុស្សនិងទេវតាហ្នឹងបូជាដោយផ្កាភ្ញីច្រើនសន្តានចឹងទៅចៅហ្នឹងទៅដល់វាយរោងភ្លើងទៅវាយនៅពីងឲ្យសម្រាប់ដាក់នៅទឹកសម្រាប់លាងប្របាទព្រះអង្គហើយបង្កាត់ភ្លើងដុតព្រះកណ្ដកត់នឹងតែម្ដងទៅហើយកត់នឹងគឺជាកត់របស់ព្រះរហន្តសម្មាសម្ពុទ្ធណាទេណាចៅនឹងហ៊ានធ្វើណាទេគូឲ្យសង្វេគណាមនុស្សដែលមិនដឹងពេកវាអញ្ចឹងណាធ្វើអីក៏មិនដឹងដែរងប់ជ្រប់តែនៅក្នុងអកុសលហ្នឹងអត់ចេះឆ្អែតណាទៀតអកុសលដល់តែអញ្ចឹងទៅដុតហើយដំណឹងហ្នឹងលេចលឺទៅដល់លោកសេដ្ឋីឈ្មោះសមៀងគុលសេដ្ឋីហ្នឹងដែលជាម្ចាស់សាងកុដិថ្វាយព្រះអង្គហ្នឹងលោកសេដ្ឋីហ្នឹងក៏បានធ្វើដំណើរមកអំពីផ្ទះដើម្បីទៅមើលកុដិដែលត្រូវឆេះហ្នឹងលោកសេដ្ឋីអត់មានអន់ចិត្តអីសូម្បីតែប៉ិនចុងរោមជើងទេទេនឹងដែលថារបស់នឹងលោកសេដ្ឋីស្រឡាញ់ជាងរបស់ទាំងឡាយហើយហ្នឹងណាក៏លោកសេដ្ឋីមិនលំបាកចិត្តដែរដែលគាត់ស្រឡាញ់កន្លងមកគឺមិនមែនជាការស្រឡាញ់ដោយអំណាចលោភៈឯណាគឺគាត់មានសេចក្តីជ្រះថ្លានៅក្នុងមហាកុសលនឹងម្ល៉េះហើយអត់មានកើតទុកអីទេនឹងមិនលំបាកចិត្តទេហើយចៅហ្នឹងធ្វើហ្នឹងគឺមានបំណងដើម្បីឲ្យលោកសិទ្ធិលំបាកចិត្តទៅជាយំទៅជាស្រែកលោកសិទ្ធិនៅតែទឹកមុខស្រស់បោះល្អអញ្ចឹងណាទេណានឹងហើយលោកសិទ្ធិមិនត្រឹមតែស្រស់បោះទេថែមទាំងសើចទៀតផងណាទៀតសើចហើយយកដៃហ្នឹងទះផោងទៅទៀតបានអ្នកស្រុកទាំងឡាយថាបើពិតលោកសិទ្ធិចៅបានដុតនៅព្រះកណ្ដកុដិដែលលោកសិទ្ធិសាងអស់តម្លៃច្រើនយ៉ាងនេះហើយលោកសេដ្ឋីមកឃើញអញ្ចឹងលោកសេដ្ឋីទះដៃសើចទៅវិញហេតុអីបានជាលោកសេដ្ឋីមានអាការៈអញ្ចឹងបានលោកសេដ្ឋីសមៀងគុលគាត់ឆ្លើយពីរោះណាទៀតគាត់ឆ្លើយថា
cốt này cứ chia là bọc hàng cào nâng ri ai chê tần na rồi bọc nhóm lại ban sang cốt nè chê tần na là nhóm ban sang cốt phai presama sam bột đấy mình tu tâu đo ca on tà rai xây thế bọn rồi bọc nhóm lại nhóm ban thơ cứ ớt trâu phường chê thế ớt trâu tức lệch thế nâng cứ chẳng ná tiến cứ thà chê tần na đại lúc sẽ thay ban thơ cốt nâng á chê tà na nâng cứ chia sẻ phiêu vẽ đó là ất nâng mình đôi chia con là cột nâng chia là bọc cột kia tê lúc sẽ thấy ban dọc bon hai ong tờ hai nâng pro hai đôi chân hai ban chỉ cột nâng mình on chất nó tiền á nâng pro phơi nâng che tay là bọc hàng cáo che tay pro con là cột ọt ai che đo sẵn đàn để chật cột ba này ná nâng đây xua tha mình men xua tha sẵn đàn để chật rồi bọc lúc sẽ thay tay mà nẹ tê đứ đai phơi che mình bàn đó mình men tê sẵn đàn để chật rồi bọc nhiệt nhôm còn chẳng đai tê để nhiệt nhôm từng o sẵn xăm nơi bon của sao tràn phơi mình ai che bon nâng bàn đây nâng phơi ai che rùa riêng này bàn ai che sầm bột khỏi ai ban ai che mi phạ ban ai che tia ban phần tay phơi mình ai che nơi mà ha của sao là nhiệt nhôm sần xóm tục nông sần đa này chặt lại nâng pro hai đôi chân hai bạn chỉ pro ong nâng ở dọc thua chỉ tì băng á nâng ở dương tầng óc này nâng miền thua chỉ tì băng pro cào na bởi miền thua chỉ tì băng anh ta rai xây mình ai che nơi thua cứ ẩm pơ lọ nâng bàn tê phân tay bởi dương miền vật thọ chẳng lai đợt tây ẩm pi thô cứ gọi sao là thô nắng thế đó đôi chỉ cổ nằng đôi chỉ sai đôi chỉ te cứ trâu miền ca an tà rai dù nằng cha bật chỉ an tà rai hai phần té mà ha gọi sao là tiền mình an tà rai lại nằng phơi che mình đo lại nằng mà ha gọi sao là bao nhiêu nhôm chẳng ở này để miền ca thành xóm tàu hai xôm bay rụp ní slap kỳ vô tàu bồi chia nông phải cha chết sâu óc bàn tay chết sâu óc tại rụp ní tê nhiệt nhộm cột sao lại ban thành xóm một năng cư mình chết óc tê nâng rong cha một ca oi pho chỉ sốc nông chiết hàng mộc tiệt hai chia phải trái đầm bay miên phải nha mà đặt đấy từ chiết mộc tiết ai đầm bay miên phải nha phải cha na ấp rôm hẹp pho chân tứ có ban trả đăng nơi ở đây sao chặt thoát tiệt phòng nâng cường chân á hai lúc sẽ thấy có tha đã nhom tè đầy sao đi ná nhom ban cất tha con là cốt đi che tàu hai nhom đằng ban sang cốt mây sờ lang mùi tiết thoại đào bẻ ống nhom đằng ban bón xa gì mấy mà đòn tiền nâng ban chỉ cọt sai trade on đằng bon nâng bàn tha sẵn an để chật rồi bong phải hà rây dạ bọc cô cứ là o nó tiền ạ nâng cua dương che thla nâng lục nè nâng cầm nét là bao lúc sẽ thay po pênh tại đó vô đi sau mà nè xì ca ra cua dương dọc phơi chia cầm râu nè nhiệt nhóm ban cọt hà cọt sai nâng men sai nâng vị ca vị nia sập bay nâng presama sam pot ọc cọt nâu ấy thế cứ sập bay nâng bàn sang cốt mây mùi tiết thoại đào bẻ ỏng nâng sập bay nâng phơi bon nó tiền chẳng là chuẩn chia bẩn đất cứ thà miền ca ngay cha ẩm pi ba ạ cổ sao còn tay trôi chết cổ sao sập bay đi ở đi chia môi nâng cổ sao tay bẩn nọ nước sẽ thay nâng cọt banประการจังไห้ก็เรียบจำมีพระระบกอดนั่งเอาเชียงเทวกอดนั่งมาดองเตียดนั่งดำไลกอดมนปนน้ากอดเฟื่อยโดยมนจังนะเตียนไอ้อัดเมียนหลบบ่าจัดเตียดบานchỉ chàoนั่งกอดรึดได้หลบบ่าจัดได้ชาวนั่งในตดดนั่งท่าระบองนั่งลูกศิษย์ไทยสลายเชียงเก้แล้วนั่งบ่าเจี๋ยดดจังเต้าลูกศิษย์ไทยซอยตัววิ่งจังmà dương mình sầm lát sẽ thay đi chào đấy vì ấp sẽ thay nó ấp co na đại dương ấy dương trâu đã sầm lát nơi
សេដ្ឋីនេះចោលសិនហើយលោកសេដ្ឋីនឹងបានសាងនៅកត់នឹងរស់ជាស្រេចនិមន្តព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃប្រមាណជា 20000 អង្គដើម្បីទទួលផតតាហាក្នុងពិធីបុណ្យឆ្លងកត់ថ្មីដែលកត់មុននោះត្រូវចោលដុតកំទេចអស់ហើយណាទេណានឹងហើយចោលនឹងទៅព្រះវិហារដែរទៅតាមលោកសេដ្ឋីដែរយកនៅកំបិតព្រាមួយដល់មុតមានឱកាសស្ងាត់អាងថានឹងទៅចាក់កកលោកសេដ្ឋីឲ្យស្លាប់ប៉ុន្តែវាប្រមាណថ្ងៃអស់រយៈពេល7 ថ្ងៃដែលលោកសេដ្ឋីធ្វើបន់ហ្នឹងអត់មានឱកាសសម្លាប់សោះមនុស្សចេះតែច្រើនពាត់ជុំវិញលោកសេដ្ឋីណាអត់មានឱកាសសម្លាប់គាត់សោះយកកំបិតហ្នឹងដាក់នឹងរលាស់សម្ពុតហ្នឹងលាក់មិនឲ្យគេឃើញទេហើយដល់ថ្ងៃទី7បានលោកសេដ្ឋីហ្នឹងមានការអង្គាសគឺការប្រគេននៅចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សោយមួយលើដល់ភិក្ខុសង្ឃក៏ឆាន់ស្រេចអញ្ចឹងទៅបានលោកសេដ្ឋីនឹងចូលទៅចិត្តព្រះសម្មាសម្ពុទ្ធហើយថ្វាយបង្គំព្រះអង្គដោយពោលនៅសុវិជ្ជាថាបបិទ្ធព្រះអង្គដ៏ចម្រើនចៅមួយនោះបានដុតនៅស្រែរបស់ខ្ញុំព្រះអង្គនឹង7 ដងបានកាប់ផ្ដាច់នៅជើងគោក្នុងក្រោលរបស់ខ្ញុំព្រះអង្គនឹង7 ដងហើយបានដុតផ្ទះរបស់ខ្ញុំ7 ដងហើយមិនតែប៉ុណ្ណោះទេចៅនឹងបានដុតនៅព្រះកណ្ដកុដរបស់ព្រះអង្គដែលខ្ញុំព្រះអង្គសាងថ្វាយព្រះអង្គទៀតបបិទ្ធព្រះអង្គដ៏ចម្រើនហើយមហាកុសលដែលខ្ញុំបានសម្រេចដោយការធ្វើកុដនិងការថ្វាយនៅផតតាហាក្នុងពេលនេះខ្ញុំសូមចែកនៅចំណែកបុណ្យនេះដល់ចៅនោះផងអញ្ចឹងណាទៀតបានចៅហ្នឹងគាត់នៅពីក្រោយខ្នងនៅខាងក្រៅព្រះវិហារហ្នឹងឮសំឡេងលោកសិទ្ធិចែកបុណ្យឲ្យនឹងញាតិញោមគួរឲ្យឆ្ងាយសរសើរទេណាអត់មានដាក់ទំនាយបណ្ដាសារអីថាម៉េចទេនឹងសូមចែកបុណ្យផងឲ្យចៅហ្នឹងបានបុណ្យផងព្រោះលោកសិទ្ធិក៏អាណិតណាអ្នកធ្វើបាបហ្នឹងគឺរមែងទៅកាន់ទុក្ខកតិភពអញ្ចឹងចែកបុណ្យឲ្យណាទៀតនឹងមេត្តាចិត្តនេះស៊ីជំរឿទេណាសូម្បីអ្នកនោះធ្វើនៅអំពើមិនជាទីគាប់ចិត្តយ៉ាងណាក៏នៅតែស្រឡាញ់នៅតែរាប់អានមិនអអន់ចិត្តអីទេនេះគឺជាសភាពនៃមេត្តាចិត្តដែលកើតឡើងដោយអាស្រ័យការគិតត្រូវដែលហៅថាយោនិសោមនសិការៈអញ្ចឹងក្នុងការនោះឯងចៅនឹងបានស្ដាប់សំឡេងលោកសិទ្ធិចែកបុណ្យឲ្យអញ្ចឹងតក់ស្លុតណាទៀតទម្លាក់កំបិតចោលថាយើងបៀតបៀនជាមួយនឹងបរោះណាបរោះនោះជាបណ្ឌិតមិនបានខឹងក្រោធនឹងយើងទេយើងធ្វើកម្មច្រើនម្លេះទៅហើយក៏លោកសិទ្ធិមិនខឹងនឹងយើងដែរថែមទាំងចែកបុណ្យយើងទៀតយើងច្បាស់ជាទទួលនៅបាបដ៏សែនធ្ងន់ណាស់បើសិនជាយើងមិនទៅខមាទោសលោកសិទ្ធិនេះឲ្យអត់ទោសទេវតនគឺទេវតារមែងដាក់តនកម្មដល់យើងហើយអញ្ចឹងក៏ចូលទៅចិត្តលោកសិទ្ធិណាទៀតណាថ្វាយបង្គំលោកសិទ្ធិបបិទ្ធលោកសិទ្ធិខ្ញុំនឹងបានធ្វើអំពើខុសហើយសូមលោកសិទ្ធិនឹងអត់នៅទោសនោះដល់ខ្ញុំផងចុះលោកសិទ្ធិអត់ស្គាល់ឯណាទៀតលោកសិទ្ធិសួរថាអ្នកឯងជាអ្នកណាហើយមកមានការអីថាបបិទ្ធលោកសិទ្ធិហើយខ្ញុំនឹងបានធ្វើកម្មយ៉ាងនេះមួយយ៉ាងនោះមួយរៀបរាប់ប្រាប់អញ្ចឹងទៅបានលោកសិទ្ធិថាអញ្ចឹងអ្នកបានដុតស្រែយើងពិតមែនឬថាពិតមែនហើយលោកសិទ្ធិឯអ្នកបានកាប់ជើងគោឲ្យដាច់ក្នុងក្រោលរបស់យើងដុតផ្ទះយើងដុតព្រះកណ្ដកុដរបស់ព្រះសម្មាសម្ពុទ្ធពិតមែនឬបានចោលនឹងថាបបិទ្ធលោកសិទ្ធិពិតមែនហើយលោកសិទ្ធិគាត់ថាមនាលបរោះយើងមិនដែលឃើញអ្នកទេអ្នកមិនដែលឃើញយើងទៀតហេតុអីបានជាអ្នកខឹងក្រោធនឹងយើងខ្លាំងម្ល៉េះបៀតបៀនយើងធ្វើអកុសលដ៏ធ្ងន់យ៉ាងនេះបានចោលនឹងថា
លោកសិទ្ធិដែលឃើញខ្ញុំសូមលោកសិទ្ធិនឹកទៅមើលលោកសិទ្ធិឃើញខ្ញុំពីថ្ងៃណាបានលោកសិទ្ធិនឹងនឹកទៅតាមដែលចៅប្រាប់ហ្នឹងថាគាត់ពីថ្ងៃមួយបានចេញអំពីផ្ទះហើយបានឃើញចៅនឹងនៅដេកនឹងខ្ទមស្រែមួយហើយក៏បានពោលថាមនុស្សដើររកស៊ីយប់អញ្ចឹងលោកសិទ្ធិគាត់ចាំបានទៀតគាត់ថាអ្នកធ្វើកម្មធ្ងន់យ៉ាងនេះអាស្រ័យវាចារបស់យើងថាប៉ុណ្ណឹងអីពិតមែនហើយលោកសិទ្ធិអញ្ចឹងទោសកំហុសនេះគឺយើងក៏ជាអ្នកខុសដែរសូមអ្នកអត់ទោសនោះដល់យើងផងចុះណាហើយយើងមិនយកទោសយកទៅអីអ្នកទេក្រោកមកចុះនឹងលោកសិទ្ធិអត់យកទោសទេណានឹងអត់យកទោសយកទៅអីជាមួយនឹងចៅនឹងទេអញ្ចឹងចៅនឹងគាត់ថាបើពិតលោកសិទ្ធិបើលោកសិទ្ធិនឹងមិនខឹងក្រោធមិនយកទោសចាប់កំហុសខ្ញុំបាទទេខ្ញុំបាទនឹងចង់ទៅបម្រើលោកសិទ្ធិជាមួយនឹងបុត្រភរិយាទាំងអស់ទៅបម្រើជាទាសកម្មកររបស់លោកសិទ្ធិសូមលោកសិទ្ធិនឹងបានទទួលលោកខ្ញុំផងចុះបានលោកសិទ្ធិថាយើងពីថ្ងៃមុនយើងថាអ្នកប៉ុណ្ណឹងអ្នកខឹងនឹងយើងធ្វើអំពើអាក្រក់ម្លឹងទៅហើយចុះទាំងរំនៅផ្ទះជាមួយយើងថាអីនឹងបានហើយបើយើងថាទៅអ្នកធ្វើអាក្រក់ខ្លាំងជាងនឹងទៅទៀតណាហើយយើងមិនត្រូវការតាក់ទងជាមួយអ្នកនឹងដើម្បីឲ្យនៅផ្ទះយើងបន្តទៀតទេចូលអ្នកទៅចុះនឹងណាទៀតបានចៅនឹងត្រូវទទួលនៅសេចក្តីក្តៅក្រហាយដ៏ខ្លាំងក្លាកើតអំពីបាបកម្មនិងបាបកម្មនឹងគឺត្រូវទទួលផលក្នុងបច្ចុប្បន្នខ្លះដែរណាទៀតត្រូវមានចិត្តនឹងក្តៅក្រហាយរាយមីអន្ទះអន្តែងថាអញបានធ្វើអំពើកម្មនេះអាក្រក់ណាស់មិនគួរធ្វើទេមិនសមឡើយមិនគួរនឹងប្រព្រឹត្តទេចុះហេតុអីក៏អញនឹងល្ងងម្លេះណោនឹងតតែធ្វើហើយអញ្ចឹងបាននឹកឃើញណាទៀតនេះគឺជាសភាពនៃអកុសលដែលឲ្យផលក្នុងបច្ចុប្បន្នកាលដែលកំពុងធ្វើមានទៅនឹកឃើញស្ដាយនឹកឃើញកំហុសអីតតែធ្វើឲ្យខ្លាំងខ្លាអញ្ចឹងណាទៀតណាបាននឹកឃើញមានវបដិសារីក្តៅក្រហាយស្ដាយក្រោយជាពុនពេកប៉ុន្តែអ្វីវាហួសអស់ទៅហើយនឹងមិនអាចកែបានទេបាបដែលធ្វើឲ្យសំបីលោកសិទ្ធិនឹងអត់អោនទោសប៉ុន្តែចិត្តណាទៀតណាដែលមានការសន្សំនៅអំពើកម្មនឹងហើយមានចេះរលប់អីនឹងអត់រលប់ទេទៀតណានឹងសំបីលោកសិទ្ធិអត់ទោសឲ្យក៏មិនរលប់ដែរដូច្នេះហើយបានចៅនឹងណាទៀតក្រោយពីការក្តៅក្រហាយអស់កាលយូរអញ្ចឹងទៅក៏អស់ជីវិតក៏បានស្លាប់បដិសន្ធិនៅក្នុងអវិជ័យនរកត្រូវភ្លើងឆេះព្រោះនៅក្នុងត្រៃភពនេះមានឋានមួយដែលប្រកបនៅតេជោធាតុគឺធាតុភ្លើងក្តៅជាងឋានទាំងឡាយគឺឋានអវិជ័យគឺឋានហ្នឹងគឺក្តៅទេណាអវិជ័យនរកហ្នឹងក្តៅជាងឋាននានាឋានមនុស្សយើងមានភ្លើងដែលគេដុតថ្មដុតដែកឲ្យក្តៅក៏ភ្លើងហ្នឹងអត់ក្តៅដូចភ្លើងឋាននរកដែរហ្នឹងអាហ្នឹងគឺអវិជ័យនរកហ្នឹងគឺប្រកបនៅធាតុភ្លើងហ្នឹងច្រើនជាងឋានទាំងឡាយនឹងព្រោះអាស្រ័យបាបកម្មរបស់សត្វដែលបានប្រព្រឹត្តហើយបើធាតុត្រជាក់វិញនឹងធាតុត្រជាក់ដែលប្រកបនៅក្នុងលោកនេះគឺនៅក្នុងលោកកន្តរនរកលោកកន្តរនរកហ្នឹងគឺនរកដែលទៅកើតអាស្រ័យមិច្ឆាទិដ្ឋិនិងនិយតមិច្ឆាទិដ្ឋិណាទៀតទៅដល់លោកកន្តរនរកហ្នឹងគឺមានទឹកហ្នឹងត្រជាក់ទឹកក្រោតហ្នឹងត្រជាក់រហូតដល់រលាយខ្លួននឹងរលាយសត្វនរកហ្នឹងស្លាប់អាហ្នឹងបើផ្នែកខាងធាតុត្រជាក់គឺនៅក្នុងលោកកន្តរនរកហើយបើផ្នែកខាងធាតុក្តៅគឺនៅក្នុងអវិជ័យនរកហើយចោលហ្នឹងទៅអវិជ័យនរកណាទៀតអាស្រ័យកម្មណាឆេះបណ្ណាក៏ដោយក៏មិនងាយងាប់ដែរនឹងប្រូនរកហ្នឹងត្រូវទទួលកម្មហើយបានអស់មួយចន្លោះព្រះពុទ្ធណាទៀត
បានអស់កម្មអំពីនរកហ្នឹងបានកើតជាប្រែតហើយបានកើតជាប្រែតហ្នឹងក៏មិនទទួលសេចក្តីទុកហ្នឹងតិចតួចដែរញាតិញោមសេចក្តីទុកហ្នឹងច្រើនទៀតណានឹងច្រើនប្រការទៀតត្រូវភ្លើងឆេះដែលហៅថាអជាករៈប្រែត្រូវភ្លើងឆេះពីកន្ទុយដល់ក្បាលអំពីក្បាលដល់កន្ទុយឆេះរៀងរាល់ថ្ងៃអញ្ចឹងមិនដឹងថាថ្ងៃណាបានរលត់ទេអត់មានអ្នកណាមួយទៅជួយបានទេអាស្រ័យកម្មរបស់ខ្លួននឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងរឿងប្រវត្តិរបស់អជាករៈប្រែតទាំងហើយពុទ្ធបរិស័ទរបស់ព្រះអង្គមានសេចក្តីតក់ស្លុតញាប់ញ័រជាមួយនឹងអំពើទុច្ចរិតនឹងបានសម្រេចធម៌ដ៏ច្រើនណាទៀតណាដោយព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ថាបុគ្គលពេលនឹងជាអ្នកមិនដឹងតែងធ្វើនៅកម្មអាក្រក់នឹងជាអ្នកអបិតប្រាជ្ញារមែងក្តៅក្រហាយជាខាងក្រោយដូចជាភ្លើងឆេះនឹងគឺបុគ្គលពេលជាអ្នកមិនមាននៅប្រាជ្ញាធ្វើអំពើកម្មដោយការមិនដឹងថាអំពើនោះជាទុក្ខនឹងអំពើនោះនាំផលទៅកាន់នរកនឹងបានផលទៅកើតនៅក្នុងឋាននរកឬឋានប្រែតវាអត់ដឹងអានឹងបុគ្គលពេលអញ្ចឹងណាទេណានឹងហើយរមែងក្តៅក្រហាយដោយភ្លើងឆេះហ្នឹងគឺដូចជាអជាករៈប្រែតអញ្ចឹងក្តៅណាស់ញាតិញោមហើយក្តៅខ្លាំងណាស់អត់មានអ្នកណាទៅជួយរំដោះឲ្យរួចផុតអំពីការក្តៅក្រហាយមានថ្នាំមានអង្កូវអីសម្រាប់ព្យាបាលទេព្រោះសេចក្តីទុកហ្នឹងវាកើតឡើងអាស្រ័យផលកម្មដែលខ្លួនបានប្រព្រឹត្តហើយញាតិញោមស្ដាប់អញ្ចឹងទៅក៏យើងសង្វេគដែរហើយក៏គាត់បីជំរះនៅសន្តាននៃចិត្តនេះឲ្យបានល្អផុតផង់ក្នុងការដែលធ្វើនៅការប្រព្រឹត្តផ្សេងក្នុងជីវិតដែលត្រូវរស់បន្តទៀតណាទៀតណានឹងយើងត្រូវធ្វើយ៉ាងណាកុំឲ្យដូចជាអជាករៈប្រែតព្រោះទោសៈហ្នឹងវាសន្សំម្ដងបន្តិចទៀតនឹងទោសៈហ្នឹងមិនដំបងខឹងបន្តិចទេយូរទៅខឹងច្រើនហើយតែកាលណាខឹងច្រើនអំពើខុសឬក៏ថាទុច្ចរិតហ្នឹងក៏ធ្វើរឹងរិតឲ្យច្រើនហើយតែកាលណាទោសៈដុតខ្លាំងឡើងវារឹងរិតឲ្យចង់ធ្វើខ្លាំងឡើងនឹងដូចជាចោលនឹងចឹងទោសៈវាដុតខ្លាំងឡើងស្អីក៏ហ៊ានធ្វើដែរលែងញញើតលែងកោតក្រែងអស់ហើយដល់ពេលដែលទោសៈនឹងត្រូវឲ្យផលអ្វីវាហួសពេលទៅហើយអង្វរនៅសេចក្តីទុកនោះឲ្យរលត់ទៅញ៉ាំងភ្លើងនោះឲ្យរលត់ទៅបានទេអត់បានឡើយណាទៀតនឹងអញ្ចឹងតែត្រូវសាងនៅអត្ថភាពខាងមុខតែមិនតន់ដល់ព្រះនិព្វានណាទៀតណាត្រូវអត្ថភាពខាងមុខនឹងដើម្បីបានសេចក្តីសុខយ៉ាងណានោះគឺយើងត្រូវសាងអំពីបច្ចុប្បន្នជាតិនេះទេអត់មានដល់ជាតិមុខហើយយើងខំធ្វើបានទេទេណានឹងទៅជាតិខាងមុខវាជាផលរបស់បច្ចុប្បន្នជាតិនេះហើយអញ្ចឹងដើម្បីធ្វើជាតិខាងមុខឲ្យទៅជាសុគតិភពឲ្យបាននៅចិត្តសត្វបរោះនោះក៏យើងត្រូវសាងក្នុងបច្ចុប្បន្នជាតិនេះនឹងតកាលណាដល់ពេលខាងមុខហើយវាហួសពេលទៅហើយទៀតនឹងដូចជាទៅកើតនរកអីទៅហើយយើងធ្វើយ៉ាងម៉េចឲ្យបាត់ក្តៅអត់បាត់ទេអញ្ចឹងដើម្បីការពារនៅកំណើតនរកទាំងអស់នោះគឺមានតែយើងនឹងសមាទានសិលធ្វើសិលឲ្យផុតផង់ល្អមកចត់ណាទៀតណាមិនមែនជាការរក្សាសិលលេងអីទេទើបបានផលមកទៅកាន់សុគតិភពនឹងរឿងនឹងខ្ញុំបានសម្ដែងប៉ុណ្ណឹងទៅចោះហើយនឹង